ប្រសិនបើបងមានម៉ូទ័រចាស់បែបនេះហើយមិនដឹងធ្វើអីនេះមើលវីដេអូនេះថ្ងៃនេះខ្ញុំនឹងនាំបងប្អូនមកមើលរបៀបកែច្នៃម៉ូទ័រនេះឲ្យទៅជាម៉ូទ័រស្វានអាចប្រើប្រាស់បានប្រចាំថ្ងៃបានសម្ភារៈដែលយើងត្រូវមានម៉ូទ័រមួយបំពង់ទីប1ដែលល្មមជាមួយម៉ូទ័រកុងតាក់បិទបើកមួយឌុយមួយសម្រាប់តជាមួយនឹងដុំតម្លើងនិងបន្ថយល្បឿនម៉ូទ័រជាដំបូងយើងត្រូវកាត់ទុយូមួយដើម្បីយកមកដុតឲ្យទន់និងយកអីមកសង្កត់ដើម្បីយកមកកាត់ជារង្វង់ទុកសម្រាប់រឹតម៉ូទ័រផងនិងទុកដាក់ឌុយផងបន្ទាប់មកទៀតត្រូវរឹតប៊ូឡុងទុយូដែលបានកាត់ជារង្វង់ជាមួយម៉ូទ័ររួចត្រូវយកទុយូដែលបានកាត់ជារង្វង់មួយទៀតមកស្វានរុនទុកដាក់ឌុយសម្រាប់តនិងត្រូវកាត់រុនមួយទៀតនៅទុយូដើមទុកសម្រាប់ដាក់កុងតាក់ជំហានបន្ទាប់ត្រូវផ្សារខ្សែទាំងអស់ភ្ជាប់គ្នាគឺមានខ្សែ2ដែលចេញពីឌុយសម្រាប់ភ្ជាប់ជាមួយដុំតម្លើងនិងបន្ថយល្បឿនមួយខ្សែគឺតជាប់ជាមួយម៉ូទ័រតែម្ដងមួយខ្សែទៀតត្រូវតជាមួយកុងតាក់និងកុងតាក់លុបមួយខ្សែត្រូវតមកម៉ូទ័របន្ទាប់មកត្រូវបិទកាវវាឲ្យជាប់រួចជាការស្រេចហើយត្រូវចាប់ក្បាលសម្រាប់អាចរឹតផ្លែស្វានជាមួយម៉ូទ័រដូច្នេះគ្រាន់តែបងប្អូនដោតឌុយចូលនិងបើកកុងតាក់នោះយើងនឹងអាចស្វានឬក៏កាត់បានតាមចិត្តសូមជួយចុច follow ម្នាក់មួយដើម្បីទទួលបានវីដេអូកែច្នៃបន្តទៀតសូម